សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំជាម្ចាស់របស់ចវាយផាន់ដានេះចវាយដែលនៅលើផ្លូវខ្ញុំនេះមើលមុខខ្ញុំកាត់បន្ថយចំណីពីមុនខ្ញុំឲ្យញ៉ាំចំណីសើមត្រីយើងហ្នឹងលាយជាមួយនឹងចំណីគ្រាប់ខ្ញុំឲ្យមួយខែអី4 ដងអញ្ចឹងមានន័យថាមួយអាទិត្យអីខ្ញុំឲ្យ1 ដងអញ្ចឹងឬក៏មួយខែ2 ដងអញ្ចឹងណាក៏ប៉ុន្តែមួយរយៈសាក្រោយនេះដោយសារផាន់ដាគាត់ឡើងគីឡូខ្លាំងហើយគាត់អត់សូវញ៉ាំទឹកទេអញ្ចឹងខ្ញុំកាត់បន្ថយចំណីខ្ញុំឲ្យតែញ៉ាំតែចំណីគ្រាប់ទេហើយអាគ្រីមដែលខ្ញុំធ្លាប់បង្ហាញបងប្អូនហ្នឹងក៏ខ្ញុំអត់ឲ្យញ៉ាំច្រើនដែរគឺខ្ញុំឲ្យញ៉ាំនៅពេលណាដែលខ្ញុំយកគាត់ទៅខាងក្រៅហើយគាត់គោខ្លាំងពីព្រោះអាគ្រីមហ្នឹងគឺនៅពេលដែលគាត់ជារបស់ដែលគាត់ចូលចិត្តបើសិនជាមនុស្សយើងដូចក្មេងៗសម័យឥឡូវគេចូលចិត្ត cheese គេចូលចិត្ត burger គេចូលចិត្ត french fry អីជាដើមអញ្ចឹងណាហើយអាគ្រីមហ្នឹងគឺនៅពេលដែលឲ្យគេគឺគេស្ដាប់បញ្ជាយើងអញ្ចឹងនៅក្រៅអាហ្នឹងខ្ញុំឲ្យបន្តិចទៅហើយខ្ញុំឲ្យញ៉ាំចំណីគ្រាប់ប្រភេទពួកអាមីអូពួកអីអញ្ចឹងបន្តិចហើយកម្រិតចំណីអាហារហើយឲ្យញ៉ាំទឹកឲ្យបានច្រើនពីព្រោះអីទៅពេទ្យថ្ងៃមុនពេទ្យថាខ្សោះជាតិទឹកអញ្ចឹងឲ្យញ៉ាំទឹកឲ្យបានច្រើនហើយពេទ្យថាឲ្យប្រសក់គីឡូសូម្បីតាម៉ែក្មេកវាប្រាប់ថាឲ្យប្រសក់គីឡូដែរពីព្រោះអីគីឡូវាលើសគីឡូហើយថ្ងៃក្រោយវាអាចប្រឈមអីអញ្ចឹងជាដើមណាហើយបទពិសោធន៍ដែលខ្ញុំចែកម្លែកនេះគឺបទពិសោធន៍បច្ចេកទេសក្នុងការចិញ្ចឹមលក្ខណៈខ្ញុំជាម្ចាស់សត្វទេខ្ញុំមិនមែនជាពេទ្យមិនមែនអីជាអ្នកជំនាញទេក៏ប៉ុន្តែខ្ញុំយល់ថាវាជារឿងមួយដែលត្រឹមត្រូវដែរព្រោះអីសត្វនៅពេលណាដែលវាឡើងគីឡូពេកម្ចាស់ច្បាស់ជាស្រឡាញ់នេះខ្ជូតអញ្ចឹងអីចឹងណាខ្ជូតអញ្ចឹងស្រឡាញ់ខ្ញុំស្រឡាញ់មែនកម្មាប់ខ្ជូតស្រួលអោបអញ្ចឹងណាប៉ុន្តែចំពោះសុខភាពសត្វអត់ល្អទេហើយគ្នាមានជាតិខ្លាញ់ច្រើនគ្នាឡើងគីឡូឡើងអីអញ្ចឹងជាដើមណាអញ្ចឹងខ្ញុំមិនដឹងថាតើខ្ញុំអាចកម្រិតឬកំណត់អារបៀបនៃការបញ្ចុះគីឡូរបស់ផាន់ដាហ្នឹងបានរយៈពេលប្រហែលទេប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យតាមដានអញ្ចឹងណាហើយមួយវិញទៀតអ្វីដែលសំខាន់ហ្នឹងគឺខ្ញុំតាមដានអើយលោកឯងលោកយើងតាមដានតាំងពីពេលគេនោមគេជុះស្បែកតិចមាត់ធ្មេញភ្នែករោមអូយតាមដានអស់ហើយពីព្រោះអីខ្លាចឈឺណាទាំងអស់គ្នាពេលឈឺអស់លុយច្រើនអត់មានលុយមើលទេមែនណាពេលឈឺអស់លុយច្រើនណាម្ចាស់អត់មានលុយមើលណាហែងណាហើយនេះមុខមាត់ហែងអញ្ចឹងយកហែងទៅពេទ្យមានអាណាជឿថាហែងអត់លុយហ៎ហែងជួយគិតពិចារណាម្ចាស់មើលមុខមាត់ហែងអញ្ចឹងមានហែងអញ្ចឹងនេះយកហែងទៅពេទ្យមានអាណាក៏ជឿថាហែងអត់មានលុយហ៎